លោកជិលពេជ្រជ្រើសរើសប្រាសាទតាព្រំដើម្បីធ្វើជាក្របខ័ណ្ឌនៃសាយភោជជាអ៊ីដេដឺហ្សេនីសុខដុមនៃភ្លេងប្រពៃណីខ្មែរបន្ថែមពីលើនេះទៅទៀតឃើញថាទីនេះคล้ายជាឋានសួគ៌សច្ចវិនតើលោកស្រីសាំងអឹមឈឺឬអ្វីបានជាមិនឃើញចេញមកទទួលភ្ញៀវសូមត្រង់ពេលមេត្តាប្រុសលោកស្រីអាយអាដាមមេតបគាត់គ្រុនខ្ញុំស្ដាយណាស់ដែលពុំទាន់មានលទ្ធភាពជួបនឹងលោកស្រីព្រឹកមិញនេះខ្ញុំទៅថ្វាយបង្គំលោកគ្រូចៅអធិការវត្តប្រាដាបានជួបនឹងលោកស្រីមជុលពេជ្រដែលអញ្ជើញទៅធ្វើបុណ្យនៅវត្តនោះដែរគួរឲ្យឆ្ងល់ណាស់ថាហេតុអ្វីក៏4-10ម៉ោងក្រោយនេះលោកស្រីបែរទៅជាគ្រុនរដូវនេះអាកាសច្រើនប្រែប្រួលមនុស្សផ្ដាសាយស្ទិញគ្រុនជាច្រើននៅសៀមរាបលោក Fernando Vargas បានប្រាប់ខ្ញុំឲ្យទទួលទានថ្នាំសម្រាប់ការពារគ្រុនចាញ់ក្នុងពេលដែលខ្ញុំទេសនាប្រាសាទក្នុងព្រៃប្រិយមិត្តទាំងឡាយកតញ្ញូតាធម៌របស់ខ្ញុំបាទទូលបង្គំខ្ញុំចំពោះឯកឧត្តមលោកជំទាវទ្រង់និងអស់លោកធំទូលាយនិងជ្រាលជ្រៅរកវត្ថុអ្វីមកប្រៀបធៀបពុំបានឡើយដែលបានអញ្ជើញមកនិងយាងមកទទួលសាយភោជ
ដល់ខ្សត់នេះក្នុងឱកាសចម្រើនវស្សានៃខ្ញុំបាទទូលបង្គំខ្ញុំសូមបីល្ខោនក្បាច់បុរាណដែលបានថ្វាយជូនជ្រាបអំបញ្ញមិញនេះក៏មានសភាពខ្សត់ទុរគតណាស់ដែរតែឆ្នាំក្រោយខ្ញុំបាទសង្ឃឹមថានឹងមានលទ្ធភាពរៀបចំជូនមិត្តនៅការជប់លៀងនឹងនេតកម្មបានធំដុំអធិកអធមជាងនេះឆ្ងាយខ្ញុំបាទទូលបង្គំខ្ញុំសូមលើកកែវហើយទទួលទានភេសជ្ជៈដើម្បីសុភមង្គលសិរីសួស្តីចម្រុងចម្រើនដល់ឯកឧត្តមលោកជំទាវទ្រង់នឹងលោកអ្នក ថ្ងៃអនិវត្តសាលោកដូចជាខានស្អែកអត្រាទេតាហេតុអ្វីក៏លោកធ្វើបុណ្យហើយជប់លៀងនៅថ្ងៃនេះបើព្រះអង្គម្ចាស់ជ្រាបដល់ទៅថ្ងៃនឹងម៉ោងកំណើតទូលបង្គំហើយហេតុអ្វីក៏ព្រះអង្គមិនជ្រាបនៅបុព្វហេតុដែលបណ្ដាលឲ្យទូលបង្គំធ្វើបុណ្យចម្រើនអាយុ48ម៉ោងមុន Avez-vous achevé le montage de la radiodiffusion du Cambodge libre? Tout sera prêt dès demain. Très bien. Moi aussi, j'aurai fini d'installer l'arsenal pour M. Pic. Fernando, vous lui montrerez tout cela demain soir, en guise de joyeux anniversaire. Moi, je rentre à Bangkok pour m'occuper de renforts humains. Entendu. Dès que vos hommes arrivent à Samarang, après-demain avant minuit. Tulpik aura tous les cadeaux promis en temps voulu. Ne vous en faites pas. Pepito mi corazón, Pepito de mis amores, contame a mía con amor. Pepito eres mi vida, mi cariño, mi carita. Nunca he comprendido por qué me traes. Pepito mi corazón, dame mami tu cariño, cántame así con amor. ខ្ញុំយល់ឃើញថានៅកន្លែងសុខុមបែបនេះมันសមនឹងលេងភ្លេងសម័យនិយមទេ ខ្ញុំសូមជូនឆាកថ្មីនេះដោយចង់ឲ្យមិត្តជ្រាបថាកងទ័ពខ្ញុំពុំមែនតែចំណានខាងសិល្បៈបុរាណទេសូមបីតែភ្លេងសម័យថ្មីរបស់លោកសេរីក៏កូនចៅខ្ញុំវិជ័យអង្គតែប្រទេសដែរ អាយុដំច្រៀងរំបែបនេះជាសាគ្រីឡេសធំណាស់ចំពោះរមណីយដ្ឋាននៃប្រាសាទសីលាខ្មែរយើងខ្ញុំសូមលោកជំទាវអនុញ្ញាតឲ្យដកខ្លួនចេញពីការជប់លៀងនេះ បើព្រះអង្គម្ចាស់មិនយល់ទាស់ទេខ្ញុំ
សូមហាយយកខ្យល់ខាងក្រៅដែរខ្ញុំបានចាប់អារម្មណ៍មកលើមុខព្រំនេះតាំងពីនៅក្មេងប្រាថ្នាចង់មកដល់ទីនេះយូរឆ្នាំហើយឥឡូវបានសម្រេចដោយសេចក្តីបំណងមុខនេះជាព្រះភ័ក្ត្រព្រះពោធិសត្វព្រះនាមអវាលោកិតស្វារាដែលជានិមិត្តរូបនៃមហិទ្ធិឫទ្ធិរបស់រាជបល្ល័ង្កតែព្រះភ័ក្ត្រព្រះពោធិសត្វនេះទៀតតាមការពិតជាព្រះភ័ក្ត្រនៃព្រះបាទច័យវរ្ម័នទី7នោះឯងដែលលោកតតឆ្ពោះទៅទិសទាំង4គឺលោករងចាំការពារជាតិមាតុប្រទេសនិងរាជកុំឲ្យមានសត្រូវមកយាយីបៀតបៀនបានឡើយទោះបីវាចេញមកពីទិសណាក្តីខ្ញុំឃើញជាវិញ្ញាណទ្រង់នៅតែក្នុងមាតុភូមិនិងជាតិព្រះអង្គទេក្នុងសតវត្សនីមួយៗប្រទេសជាតិខ្មែរត្រូវទប់ទល់ចំពោះការឈ្លានពាននិងអាណានិគមនិយមរបស់បរទេសច្រើនជាតិសាសន៍និងពណ៌សម្បុរនេះជាមេរៀនដាស់សតិសម្បជញ្ញៈយើងកុំឲ្យទុកចិត្តបរទេសឲ្យសោះក្នុងឆ្នាំ1953យើងបានរំលាយអាណានិគមនិយមបារាំងសែសតែត្រូវប្រយុទ្ធនឹងអាណានិគមនិយមថ្មីរបស់យួនក្រហមក្រោយសន្និសីទហ្សឺណែវអាណានិគមនិយមយួនក្រហមនិរាសទៅយើងត្រូវទប់ទល់នឹងអាណានិគមនិយមថ្មីរបស់អាមេរិកកាំងនិងរណបវាខាងបាងកកនិងព្រៃនគរពួកអាមេរិកកាំងគេហៅខ្ញុំថាស្ដេចក្រហមតែខ្មែរក្រហមគេហៅខ្ញុំថាស្ដេចខៀវនេះហើយវាសនារបស់ខ្មែរអ្នកជាតិនិយមនិងអព្យាក្រឹតនិយមក្នុងបច្ចុប្បន្ននេះចិនក្រហមយួនក្រហមរុស្ស៊ីក្រហមគេគោរពចំពោះឯករាជ្យនិងទល់ដែនទឹកដីរបស់ខ្មែរយើងដែលជាសិស្សនៃព្រះពុទ្ធបរមគ្រូមិនត្រូវឆ្លើយចំពោះមិត្តភាពរបស់គេដោយអរិភាពនោះទេតែបើកុម្មុយនីសគេប្រែអិរិយាបថរបស់គេចំពោះយើងហើយឈ្លានពានមកលើកម្ពុជាដោយពួកចក្រពត្តិនិយមខាងលោកសេរីខ្មែរក៏ត្រូវតែប្រែនយោបាយរបស់ខ្លួនចំពោះគេនោះដែរការស្លាប់រស់យើងមិនគិតទេសូមកុំឲ្យតែស្លាប់ដល់ honor របស់ប្រទេសជាតិខ្ញុំជឿជាក់ថាខ្មែរមិនសាបសូន្យទេលកឹកណាខ្មែរមិនបែកបាក់គ្នា
ងស្ដាល់គាត់បានប្រាក់ពីណាមកដើម្បីទិញគ្រឿងអលង្ការល្អយ៉ាងនេះក្រសួងសម្ងាត់ឈ្មោះ CIA គេមិនខ្វះប្រាក់ទេសហរដ្ឋអាមេរិកជាមហាសេដ្ឋីដល់កម្ពុជាយើងបានចូលទៅខាងគេគេនឹងផ្ដល់ហិរញ្ញវត្ថុយ៉ាងសម្បើមដល់ជាតិយើងទីហ៊ានយើងនឹងមានផ្ទះសម្បែងមានឡានមានសម្ភារបំពាក់ហឺហានិងសាស្ត្រាវុធយ៉ាងប្រណិតបាទលោកស្រីសង្អឹមគាត់អញ្ជើញទៅនៅក្នុងវត្តធ្វើជាជាយ៉ាងនេះហើយតើអាយឧត្តមមេត្តាលើកខ្ញុំជាភរិយាលោកឬទេពេលនេះបងកំពុងតែរវល់នឹងកិច្ចការរដ្ឋធំណាស់ក្រោយដែលបងបានចាត់ការធំនេះស្រេចបាច់បងនឹងបំពេញបំណងឯងในกำลังสร้างไงอย่าต้องเคลียร์เลยเดินตั้งใจบริสุทธิ์ในเรื่องบางหมายจะจาราตรามุมมองไว้ก็มุมมองถ้าในกำลังสร้างไงอย่าต้องเคลียร์เลยเดินตั้งใจบริสุทธิ์ในเรื่องบางหมายจะจาราตรามุมมองไว้ก็มุมมองប្រាំងមួយប្រាំងរត់ព្រៀនព្រៃដេញស្កាត់ប្រាំងព្រៃនៅរត់បាត់ចាសើយព្រៀនបាញ់នៅខុសម្ដងណានាងណាព្រៀនបាញ់នៅខុសម្ដងថាអើយផ្អើលអងនៅពួកយ៉ាងដេញស្ទាំងនៅចាប់ប្រាំងទៅមុខនៅក្រោយជើងចាសើយប្រាំងគិតនៅគ្រប់ជើងណានាងណាប្រាគិតនៅគ្រប់ជើងហាអើយព្រៀនស្រីក្រចកវែងចេញរំទុនតែងដេញស្ទាំងនៅចាប់រឹកចាសើយសន្ធឹកនៅពេញពេលណានាងណាសន្ធឹកនៅពេញពេលថាអើកងោកចេញនៅជួយគាត់ប្រាំងផាត់នៅវៀងស្នាទុនសោងចេញរាមចាសើយព្រៀនបាញ់នៅប្រាំងស្លាប់ណានាងណាព្រៀនបាញ់នៅប្រាំងស្លាប់ប្រាំងស្លាប់បានណាในกำลังพลังไงน้องเคลียร์เล็กจัดตั้งเก็บบริสุทธิ์ในเรื่องบางหมายชาจาราสลามุมบองไว้กับมุมบองសូមអរលោកមេត្តាជួយចូលបច្ច័យចៃនេះមានជួយអូបាក់រៀលរៀលដាក់ទៅណាប់ដងយ៉ាដាក់ឲ្យប្រញាប់ដៃប្រញាប់ជើងរុះរាន់ទៅមើលអូលឿនមកសំដាប់ផងមកសំដាប់ផងទិញជួយដាក់មករៀលរាមរៀលនេះលបងហើយដាក់ឆាប់ទៅ សូមប្រដៅប្រគុណជ្រាបលោកស្រីសង្អឹមបានផ្ញើសារមកខ្ញុំករណា
ថាសូមសន្ទនានឹងខ្ញុំបករណាក្នុងពេលនេះនៅវត្តព្រះអង្គតើខ្ញុំបករណាត្រូវទៅតាមផ្លូវណាដើម្បីជួបនឹងលោកស្រីក្មេងនេះវិជាសាស្ត្រអាត្មាភាពនាំដង្ហែព្រះអង្គទៅជួបនឹងលោកស្រីអរគុណម្ចាស់ថ្លៃព្រះអង្គសូមព្រះអង្គយើងតាមទូលព្រះបង្គំសាច់យើងមកហើយលោកគង់ឯណាលោកគង់អូនោះខ្ញុំម្ចាស់អរព្រះគុណណាស់ដែលព្រះអង្គទ្រង់ព្រះមេត្តាស្ដេចយាងមកកាន់ទីនេះអលង្ការអស់ទាំងនេះលោកម្ជុលពេជ្រគាត់បានឲ្យខ្ញុំម្ចាស់ច្បាស់ជាត្រូវទទួលបាបច្រើនហើយទៅជាតិក្រោយដោយទទួលប្រាក់និងអលង្ការដែលលោកម្ជុលពេជ្ររកបានដោយហត់ឈាមរាសក្នុងខេត្តសៀមរាបនិងកំពង់ធំឥឡូវនេះខ្ញុំម្ចាស់សូមអស់និស្ស័យនឹងលោកម្ជុលពេជ្រហើយសូមយកខ្លួនមកបម្រើព្រះពុទ្ធសាសនាតែម្យ៉ាងទម្រាំនឹងទទួលអនិច្ចកម្មសូមព្រះអង្គនាំអលង្ការនេះទៅថ្វាយរាជបល្ល័ង្កដើម្បីកសាងនិងការពារជាតិខ្ញុំនឹងបំពេញបេសកកម្មនេះជូនលោកស្រីឲ្យបានសម្រេចដោយបំណងដ៏ថ្លៃថ្លាសូមជម្រាបលាសិនហើយសូមជូនពរឲ្យបានស្គាល់តែនៅសេចក្តីសុខតទៅមុខកុំបីឃ្លៀងឃ្លាតឡើយ